วิธีសាស្ត្រជ្រក់ស្ពៃក្តោបធ្វើឲ្យស្ពៃក្តោបយើងស្រួយហើយជូរឆ្ងាញ់អញ្ចឹងគឺខ្ញុំនឹងបង្ហាញទៅបងប្អូនអរគ្នាពីវិធីសាស្ត្រដែលយើងធ្វើជ្រក់បែបម៉េចដែលយើងអាចទុកបានយូរហើយសម្រាប់ជ្រក់ស្ពៃក្តោបរបស់យើងនេះគឺយើងអាចញ៉ាំជាមួយនឹងប្រភេទសាច់អាំងឬមួយក៏របៀបត្រីអាំងជាប្រភេទបងប្អូនចង់យកទៅផ្ទាប់ជាមួយអ្វីក៏ញ៉ាំត្រូវដែរហើយវាជូរឆ្ងាញ់ហើយខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីវិធីសាស្ត្រការធ្វើដើម្បីឲ្យជ្រក់របស់យើងទុកបានយូរតែវាយើងទុកគឺយើងទុកក្នុងទូទឹកកកយើងទុកបានយូរហើយបន្តមកជ្រក់របស់យើងហ្នឹងគឺវាស្រួយស្រាប់ហ្មងហើយជ្រក់របស់យើងហ្នឹងគឺវាជូរអាសាច់ស្ពៃក្តោបយើងហ្នឹងគឺជូរឆ្ងាញ់តែម្ដងគឺវាជូរស្រាប់យើងមិនចាំបាច់ដាក់ពេលធ្វើជ្រក់ត្រូវថែមទឹកខ្មេះទឹកអីទេអត់ទេគឺយើងធ្វើជ្រក់ដើម្បីយកជូរបែបវាកាច់បែបធម្មជាតិណាយើងធ្វើជ្រក់ឲ្យមានរសជាតិឆ្ងាញ់ហើយទុកបានយូរហើយជ្រក់របស់យើងគឺស្រួយឆ្ងាញ់អញ្ចឹងជាមុនដំបូងគឺខ្ញុំបានដាក់ដាំទឹកហើយយើងដាក់ដាំទឹកនឹងយើងដាំទឹកយើងឲ្យពុះហើយសម្រាប់ទឹកគឺខ្ញុំបានវាស់បរិមាណទេគឺខ្ញុំដាក់យ៉ាងម៉េចដែលខ្ញុំស្មានឲ្យត្រាំស្ពៃក្តោបរបស់យើងចំនួន1ហ្នឹងឲ្យត្រាំ1លីត្រអញ្ចឹងណាហើយបន្ទាប់មកពេលខ្ញុំដាំទឹកហើយគឺខ្ញុំបានដាក់បង់អំបិលបងប្អូនមានអំបិលគូក៏បានចង់ដាក់អំបិលម៉ត់ក៏បានដែរហើយជ្រក់បើសិនជាយើងដាក់វារៀងសាបពេកគឺទុកបានយូរទេហើយជ្រក់បើសិនជាយើងធ្វើវារៀងសាបបន្តិចពេលយើងផ្ទាប់ជាមួយរបស់ញ៉ាំអីចឹងទៅវារសជាតិវារៀងផ្សេងដែរអញ្ចឹងយើងធ្វើរបៀបរៀងប្រៃល្មមអញ្ចឹងគឺខ្ញុំបង់អំបិលចំនួន2វែកបាយអញ្ចឹងអំបិលហ្នឹងគឺខ្ញុំបង់ចំនួន2វែកបាយជាអំបិលម៉ត់បន្ទាប់មកខ្ញុំដាក់ទឹកហ្នឹងដាំឲ្យពុះបន្ទាប់ពេលយើងដាំទឹករបស់យើងពុះរួចរាល់ហើយគឺយើងនឹងបិទភ្លើងតែម្ដងយើងបិទភ្លើងយើងទុកទឹករបស់យើងនឹងឲ្យត្រជាក់មួយឡែកសិនអញ្ចឹងទឹកនេះគឺយើងអាចអង្គរបើយើងចង់ឆាប់បានធ្វើគឺយើងកូរវាត្រជាក់ទៅតែបើសិនជាបងប្អូនមានពេលវេលាយូរដែរបងប្អូនអាចទុកវាត្រជាក់ខ្លួនឯងក៏បានដែរអញ្ចឹងសម្រាប់ទឹកឥឡូវវាពុះហើយគឺខ្ញុំបានដាក់បិទទុកឲ្យវាត្រជាក់សិនបន្ទាប់មកខ្ញុំចាប់ដើមមកហាន់បន្លែចឹងថ្ងៃហ្នឹងធ្វើជ្រក់ស្ពៃក្តោបគឺខ្ញុំមានស្ពៃក្តោបចំនួន1ផ្លែចឹងស្ពៃក្តោបស្ពៃក្តោបនេះគឺចំនួនអធិស្ឋានបងប្អូនតែគេហៅផ្លែឬក៏ហៅជានេះហេប៉ុន្តែជាមានចំនួន1អធិស្ឋានមែនតើណាសូមកុំប្រកាន់អីចឹងខ្ញុំសូមនិយាយទៅតទៀតស្ពៃក្តោបនេះគឺខ្ញុំដាក់វាចំនួន1ហ្នឹងតែម្ដងបន្ទាប់មកយើងចិតវាយ៉ាងបឆាក់មកចឹងបងប្អូនចង់ឲ្យវាកាច់ជូរលឿនដល់យើងចិត្តរៀងស្ដើងបន្តិចតែបើសិនជាបងប្អូនក៏គិតថាខ្ជិលធ្វើនេះបងប្អូនចិត្តរៀងធំទៅក៏បានដែរតែជ្រក់យើងចិត្តប៉ុណ្ណឹងហ្មងពេលយើងត្រាំទៅគឺវាគ្រប់កំណត់ថ្ងៃគឺជ្រក់យើងជូរតែម្ដងចឹងសម្រាប់ស្ពៃក្តៅគឺខ្ញុំដាក់ចំនួន1ហ្នឹងគឺមកហ្មងហូបបានរៀងយូរខែដែរបន្ទាប់ពីហាន់ស្ពៃក្តោបហើយគឺយើងត្រូវយកមកលាងទឹកតែបើសិនជាស្ពៃក្តោបបងប្អូនគិតថាវាមានជាតិថ្នាំច្រើនបងប្អូនអាចត្រាំចោលកន្លះម៉ោងឬក៏20នាទីទៅដើម្បីឲ្យវាចេញជាតិថ្នាំឲ្យអស់តែបើស្ពៃក្តោបយើងគិតថាស្ពៃក្តោបនោះវាជាបែបធម្មជាតិអញ្ចឹងយើងគ្រាន់តែលាងទឹកធម្មតាទៅហើយទុកវាស្រស់ទឹកបន្តិចទៅគឺយើងអាចយកវាមកធ្វើជាជ្រក់បានហើយអញ្ចឹងឥឡូវខ្ញុំធ្វើការលាងស្ពៃក្តោបហ្នឹងឲ្យស្អាតតែម្ដងមកយើងយកមកធ្វើជ្រក់ចឹងពេលយើងញ៉ាំទៅយើងអត់មានការឈឺពុះឈឺអីទេស្ពៃក្តោបបន្ទាប់ពីខ្ញុំលាងទឹកឲ្យស្អាតហើយគឺខ្ញុំយកមកត្រាំជាមួយនឹងទឹកអំបិលដែលខ្ញុំបានដាំពុះមុនហ្នឹងហើយទឹកអំបិលនេះគឺខ្ញុំបានទុកវាឡើងត្រជាក់ហើយគឺអត់បើយើងទុករៀងអ៊ុនតិចក៏បានដែរតែកុំទុកឲ្យរៀងក្តៅបើសិនក្តៅគឺដឹងបន្លែយើងអត់លួយហើយអញ្ចឹងគឺយើងត្រូវទៅទុកវារៀងអ៊ុនតិចដើម្បីវាជួយសម្រាប់មេរោគឬមកបាក់តេរីណាដែលវាទុំលើស្ពៃនឹងដែរអញ្ចឹងបន្ទាប់ពីខ្ញុំដាក់បែបហ្នឹងគឺខ្ញុំត្រូវទុកជ្រក់ហ្នឹងរំលងពេល3ថ្ងៃអញ្ចឹងបន្ទាប់ពី3ថ្ងៃហើយគឺស្ពៃក្តោបយើងគឺវាបានផិចដូរពណ៌ហើយទឹកជ្រក់ហ្នឹងក៏វាបែរមករៀងល្អអញ្ចឹងមានន័យថាវាកាច់ជូរហើយអញ្ចឹងឥឡូវនេះគឺស្ពៃក្តោបគឺវាបានជូរហើយអញ្ចឹងគឺខ្ញុំយកវាមកចាក់ទឹកដើម្បីសម្រស់ទឹកអំបិលហ្នឹងចេញ
hai pe là nhung lụ tới cứ ở speak đáo cứ gọi mình phải khăn này tì cứ mà mồm chứ như nơi vô tới ly chừng mùi khường và than tiết cứ là mồm nhằm tay mà đòn speak đáo hai speak đáo ní bong ôn ai能liên tục ở xã từ xa pe khác vi làng hiện mê hiện sạch đài hiện sò sò cho bây giờ cho thôi chủ món khai chữ pu trong bong ôn ai liên áp ở xã thái pu tuy ở sủa tật chăm vô mà thôi chủ chăm tiếng vô mà trao cho mùi đang khường sen và thay tiệt chớ nè ឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដើម្បីរៀបចំបន្លែបន្ថែមទៀតដើម្បីយើងយកមកធ្វើជ្រក់ស្ពៃក្តៅរបស់យើងអញ្ចឹងខ្ញុំមានស្ពៃអធិស្ឋានគឺខ្ញុំមានអាស្ពៃជ្រក់យើងទុកក្នុងពេល3ថ្ងៃហ្នឹងហើយបន្ទាប់មកគឺយើងមានម្ទេសផ្លោកអាម្ទេសផ្លោករបស់យើងខំហ្នឹងដើម្បីដាក់យកពណ៌ហើយក៏យករសជាតិដែរបន្ទាប់គឺមានស្លឹកខ្ទឹមហើយនិងខ្ទឹមសមកបងប្អូនសូវជួយប្រើខ្ទឹមសច្រើនប្រើតែ4-5កំពឹសទៅបានហើយតែនេះគឺខ្ញុំជ្រក់លាយគ្នាតែម្ដងគឺយើងអានជ្រក់ទាំងស្ពៃក្តៅយើងជ្រក់ទាំងខ្ទឹមហើយនឹងស្លឹកខ្ទឹមទៅពេលយើងញ៉ាំទៅគឺឆ្ងាញ់ណាវាមានលាយចូលគ្រប់គ្រឿងអញ្ចឹងគឺមានរសជាតិឆ្ងាញ់មួយបែបតែបងប្អូនខ្លះគឺគាត់អត់សូវចូលចិត្តខ្ទឹមអញ្ចឹងគឺគាត់ដាក់តែបន្តិចទេគ្រាន់តែច្រាំដាក់អញ្ចឹងណាតែនេះខ្ទឹមសគឺខ្ញុំយកមកហាន់ជាប្រទេសស្ដើងដែរគឺដើម្បីទុកធ្វើជ្រក់ពេលវាជ្រក់ទៅគឺយើងហូបបានទាំងខ្ទឹមសយើងហូបបានទាំងស្ពៃក្តៅហើយយើងហូបបានទាំងស្លឹកខ្ទឹមផងដែរអញ្ចឹងបន្លែទាំងអស់នេះគឺមានតែប៉ុណ្្នឹងទេគឺពេលដែលយើងយកទៅចាវជាមួយនឹងជ្រក់ស្ពៃរបស់យើងអញ្ចឹងណា Cambodia kimchi 만들어요.
Hello, good morning. មកទេផ្លោកគឺខ្ញុំសុំកច្រាមគឺខ្ញុំមកបានកិនជាមួយម៉ាស៊ីនទេដោយសារចែកដល់ថ្ងៃហ្នឹងធ្វើជ្រក់ស្រាប់តែម៉ាស៊ីនកិនក្លុកគ្រឿងហ្នឹងគឺខូចដល់ពេលចឹងទៅគឺខ្ញុំហាន់វាស្ដើងបន្ទាប់មកបានខ្ញុំចាប់ឡើងកច្រាមមកទេផ្លោកហើយមកទេផ្លោករបស់យើងកិនម៉ត់ពេកពេលតែម៉ត់ទៅវាពណ៌ជ្រក់យើងស្អាតមើលទៅតំណងតែពេលយើងញ៉ាំអត់សូវប៉ះមកទេផ្លោកទៅរៀងអត់សូវឆ្ងាញ់ដែរតែបើសិនបងប្អូនសាក់លបងកច្រាមបែបហ្នឹងហើយយកទៅធ្វើជ្រក់គឺញ៉ាំប៉ះអាដុំមកទេផ្លោកហ្នឹងគឺវាឆ្ងាញ់វាមានរសជាតិមួយបែបដែរហើយខ្ញុំដោយសារចែកដល់ពេលថ្ងៃហ្នឹងគឺម៉ាស៊ីនខូចដល់ពេលទៅឥឡូវគឺខ្ញុំក៏ច្រាមតែម្ដងអញ្ចឹងដោយសារខ្ញុំអត់ទាន់យកទៅស្ងោរទេគឺខ្ញុំក៏ច្រាមមកហើយបើខ្ញុំយកទៅស្ងោរជាមួយនឹងទឹកជ្រក់យើងអញ្ចឹងណាបន្ទាប់ពីខ្ញុំហាន់បន្លែជាប្រភេទគ្រឿងផ្សំជ្រក់ជើងហើយគឺខ្ញុំចាប់ដើមដាក់ដាំទឹកជ្រក់យើងកូរទឹកជ្រក់ណាហើយខ្ញុំសូមបញ្ជាក់បងប្អូនតិចសម្រាប់យើងធ្វើជ្រក់ឲ្យយើងមានស្ករត្នោតឬមួយគេហៅជាប្រភេទស្ករដូងពេលយើងធ្វើជ្រក់គឺជ្រក់យើងឈ្ងុយហើយឆ្ងាញ់មែនតែនស្ករក្រហមក៏ដូចគ្នាដែរក៏ស្ករសក៏ដូចគ្នាដែរតែគាត់ថាជាទូទៅអ្នកគេធ្វើជ្រក់គឺគាត់ចូលចិត្តយកស្ករក្រហមធ្វើជ្រក់ណាតែខាងប៉ែកខាងខ្ញុំគឺអត់មានស្ករត្នោតទេអញ្ចឹងគឺខ្ញុំប្រើជាមួយស្ករសអញ្ចឹងណាឥឡូវបន្ទាប់ពីដាក់ដាំទឹកខ្ញុំរត់មកកច្រាមមកទេផ្លោកយើងនឹងឲ្យរៀងម៉ត់បន្តិចដោយសារមុននឹងកច្រាមរៀងអត់សូវម៉ត់មុនយើងធ្លាប់តែកិនម៉ាស៊ីនណាដល់ពេលយើងកច្រាមដៃវាអត់សូវម៉ត់ដូចអ្វីយើងចង់បានទេតែយើងគ្រាន់តែកច្រាមមកមុំទៅក៏វាមិនមែនចង់ឲ្យម៉ត់ស្លុងដែរគឺមកមុំតែមានដុំទូចសាច់សហ្នឹងពេលយើងញ៉ាំទៅវាឆ្ងាញ់ណាបន្ទាប់ពីខ្ញុំកច្រាមមកទេផ្លោកយើងម៉ត់ហើយគឺខ្ញុំមកមើលទឹកគឺទឹកបានពុះហើយអញ្ចឹងជាមុនដំបូងដែលខ្ញុំធ្វើគឺខ្ញុំនឹងស្ងោរអាមកទេផ្លោកដែលខ្ញុំបានកច្រាមហ្នឹងណាគឺយើងនឹងស្ងោរវាឲ្យវាឆ្អិនបានយើងអាចយកធ្វើជ្រក់បានអញ្ចឹងគឺខ្ញុំនឹងលាយគ្រឿងនៅក្នុងហ្នឹងហើយនឹងគ្រឿងម្ទេសអីក៏ខ្ញុំស្ងោរនៅក្នុងហ្នឹងមួយគ្នាតែម្ដងដោយសារយើងអាចបានយកទៅស្ងោរហើយស្រង់យកទៅកិនទៀតទេអត់ទេគឺយើងបានកច្រាមវាឆៅហើយយកមកដាក់ស្ងោរតែម្ដង
ឥឡូវទឹកមកទេគឺខ្ញុំបានដល់ឆ្ងោវាពុះហើយចឹងខ្ញុំចាប់ដើមបង់គ្រឿងតែម្ដងចឹងជំនួសបងគឺខ្ញុំបង់អំបិលចឹងអំបិលចំនួនប្រហែលជាមួយស្លាបព្រាបាយតែមិនមែនពេញណាមករៀងកាច់ហ្មងទេបន្តមកទៀតគឺខ្ញុំដាក់ម្សៅស៊ុបអញ្ចឹងសម្រាប់ម្សៅស៊ុបនេះជាម្សៅស៊ុបប្រភេទក្តាមហើយរសជាតិវាឆ្ងាញ់អញ្ចឹងពេលយើងដាក់ជាមួយនឹងស៊ុបដាក់ម្សៅស៊ុបហ្នឹងកូរជាមួយនឹងទឹកជ្រក់របស់យើងគឺមានរសជាតិឆ្ងាញ់មែនតើហើយខ្ញុំដាក់ចំនួនប្រហែលជាមួយស្លាបព្រាបាយកន្លះតែសាម្សៅស៊ុបនោះវាអត់សូវរៀងប្រៃម៉ានេះមួយស្លាបព្រាបាយកន្លះចិត្តពីស្លាបព្រាបាយយើងមើលតាមបរិមាណទឹករបស់យើងណាបន្តមកទៀតគឺខ្ញុំដាក់ទឹកត្រីគឺយើងដាក់ដើម្បីឲ្យជ្រូករបស់យើងមានរសជាតិឈ្ងុយហើយក៏មានរសជាតិឆ្ងាញ់ដែរអញ្ចឹងទឹកត្រីគឺខ្ញុំដាក់ចំនួននិយាយរួមយើងមើលទៅគឺវារៀងកន្លះវែកជាងតិចយើងដាក់មើលបរិមាណយើងដាក់រៀងជើងហ្នឹងវាអាចនឹងប្រៃដែរអញ្ចឹងយើងដាក់ប្រហែលជាកន្លះរៀងកាចបន្តិចណាចាអធិស្ឋានស្ដាប់ពីខ្លះខ្ញុំអាចនិយាយភាសាខ្មែររៀងខុសដែរចាអធិស្ឋានបងប្អូនតាមអាចបងប្អូនអាចកាត់ន័យយល់ខ្លះណាចាអញ្ចឹងបន្តមកទៀតគឺយើងមានគ្រឿងបង់បន្ថែមគឺជាមួយនឹងស្ករសអញ្ចឹងគឺខ្ញុំអត់មានស្ករត្នោតទេបើមានស្ករត្នោតដាក់ទៅគឺដឹងតែក្លិនឈ្ងុយមែនតើតែខ្ញុំអត់មានស្ករត្នោតទេគឺខ្ញុំប្រើជាមួយនឹងស្ករសអញ្ចឹងចំនួនស្ករសគឺខ្ញុំដាក់ចំនួន1វែកតែម្ដងខ្ញុំដាក់ចំនួន1វែកចាចេញបងប្អូនចង់ដាក់ក៏បានមិនចាំបាច់ដាក់ក៏បានហើយតែសាម្សៅស៊ុបវារៀងឆ្លេមហើយអញ្ចឹងខ្ញុំអត់បានដាក់ប៊ីចេងទេតែបងប្អូនអាចបងប្អូនដែលជិះញ៉ាំគ្រឿងមិនថាគ្រឿងអីក៏ដោយត្រូវប្រើប៊ីចេងបងប្អូនអាចដាក់ទៅដើម្បីឲ្យរសជាតិបន្ថែមរសជាតិកាន់តែត្រូវមាត់បងប្អូនកាន់មានរសជាតិកាន់តែឆ្ងាញ់ចាឥឡូវនេះគឺទឹកជ្រូករបស់ខ្ញុំគឺងាស់ពុះហើយគ្រឿងយើងក៏បានបង់គ្រប់អស់ហើយអញ្ចឹងគឺខ្ញុំនឹងធ្វើការបិទភ្លើងឲ្យទឹកជ្រូករបស់យើងនឹងឲ្យវាត្រជាក់បានយើងអាចយកមកជ្រក់បានឥឡូវហ្នឹងទឹកជ្រក់ហ្នឹងគឺខ្ញុំបានទុកវាឲ្យរៀងត្រជាក់តិចហើយគឺខ្ញុំចាប់ផ្ដើមមកលាយគ្រឿងធ្វើជ្រក់ស្ពៃក្តោបយើងតែម្ដងអញ្ចឹងសម្រាប់ជ្រក់ស្ពៃក្តោបជាមុនដំបូងគឺខ្ញុំកូរអាទឹកជ្រក់របស់យើងហ្នឹងឲ្យរៀងត្រជាក់តិចសិនព្រោះយើងដាក់ទឹកក្តៅទៅវាឲ្យជ្រក់យើងហ្នឹងវាអត់ស្រួយទេវាបែរជាឲ្យលួយហើយរៀងទុនទៅវិញអញ្ចឹងណាអញ្ចឹងគឺសម្រាប់ទឹកជ្រក់ហ្នឹងគឺយើងកូរឲ្យយូរបន្តិចទៅកូរធ្វើម៉េចឲ្យវាត្រជាក់ព្រោះអត់ត្រជាក់ទេពេលយើងយកមកធ្វើជ្រក់ទៅវាជ្រក់យើងទុកបានយូរហើយឆាប់ឲ្យវាលួយទៀតអញ្ចឹងធ្វើមកគ្រូកូរវាឲ្យរៀងត្រជាក់ក្តៅអ៊ុនចឹងយើងយកមកធ្វើជ្រក់អញ្ចឹងពេលជ្រក់យើងពេលយើងជ្រក់ទុក1ថ្ងៃទៅ2ថ្ងៃ3ថ្ងៃគឺជ្រក់របស់យើងគឺវាថារឹងហើយស្រួយឆ្ងាញ់អញ្ចឹងតែពេលដែលខ្ញុំមុននឹងកូរទឹកជ្រក់យើងឲ្យវាត្រជាក់គឺខ្ញុំយកម្ទេសហិលមកថែមដោយសារថ្ងៃហ្នឹងទៅផ្សារទិញអាម្ទេសស្រស់អត់បានអញ្ចឹងទៅគឺខ្ញុំកូរដាក់ជាមួយនឹងម្សៅម្ទេសហុយណាតែម្ទេសហុយបើយើងដាក់ធ្វើជ្រក់យើងអត់សុកទឹកក្តៅឬមួយបងប្អូនយកមកដាក់ឆៅខ្លាចអាចនឹងឈឺពោះសារវាមានបាក់តេរីឬមួយមានកតិចអីឬក៏មានសត្វល្អិតអីយើងអត់ដឹងថាវាមាននៅក្នុងម្ទេសហ្នឹងអត់ទេអញ្ចឹងតន់ទឹកជ្រក់ហ្នឹងវារៀងក្តៅចាក់ម្សៅម្ទេសនឹងចូលដើម្បីជួយសម្រាប់បាក់តេរីណាដែលមិនល្អអញ្ចឹងណាហើយពេលយើងធ្វើជ្រក់ក៏ជ្រក់យើងអត់ដុះផ្សិតដែរអញ្ចឹងដល់ពេលខ្លះយើងដាក់ម្ទេសហុយតែម្ទេសហុយវាមាននេះអីច្រើនអញ្ចឹងទៅពេលយើងធ្វើជ្រក់ទុកឲ្យបានយូរវាអាចដុះផ្សិតដែរអញ្ចឹងបងប្អូនគួរតែពេលធ្វើម្ហូបអាចនឹងប្រយ័ត្នថងកន្លែងហ្នឹងដើម្បីជៀសវាងនឹងមានបញ្ហាដល់សុខភាពយើងដែរអញ្ចឹងអនាម័យបន្តិចវាប្រសើរជាងដែលយើងធ្វើឆិនឆៃទៅវាឈឺពោះខ្លួនឯងអញ្ចឹងណាអញ្ចឹងទៅទៅគឺសម្រាប់ម្ហូបគឺខ្ញុំធ្វើប្រយ័ត្នមែនតើគឺខ្ញុំអត់អាចហ៊ានឆិនឆៃទេព្រោះយើងធ្វើហូបដោយខ្លួនឯងអញ្ចឹងយើងចង់បានរសជាតិមួយដែលឆ្ងាញ់សម្រាប់ខ្លួនឯងហើយយើងក៏ញ៉ាំទៅមានសុខភាពចំពោះយើងខ្លួនឯងដែរអញ្ចឹងឥឡូវនេះគឺខ្ញុំតន់ទឹកជ្រក់របស់យើងនៅរៀងក្តៅអ៊ុនអញ្ចឹងគឺខ្ញុំចាក់ខ្ទឹមសចូលសិនមូលហេតុយើងដាក់ខ្ទឹមសចូលដោយសារឲ្យខ្ទឹមសហ្នឹងវារៀងកាត់ហាងណាចឹងដូចយើងសុះទឹកក្តៅអ៊ុនដែរអញ្ចឹងពេលយើងជ្រក់ទៅគឺ
សម្រាប់ខ្ទឹមសវាយើងឆុកឆ្ងាញ់ហើយវាអត់ហាងទេពេលដល់ថ្ងៃត្រូវញ៉ាំគ្រាន់ថាជក់ថ្ងៃហ្នឹងស្អែកទៅវាអាចញ៉ាំបានហើយខ្ទឹមសហ្នឹងគឺវាឆ្ងាញ់ហ្មងវាអត់មាននៅហាងហិលអីទេឥឡូវគឺខ្ញុំចាប់ផ្ដើមជ្រក់តែម្ដងគឺខ្ញុំយកស្ពៃក្តោបដែលខ្ញុំបានយើងជ្រក់ទុកដូចជា3យប់គេតែងពេលហ្នឹងខ្ញុំដូចរៀងជឿនដែរប្រហែលជា3យប់ជាងប្រហែលចិត្តអង្ងាចវិញបានចាក់ធ្វើឈូកចាអញ្ចឹងឥឡូវយើងដាក់កូរឈូករបស់យើងហ្នឹងឲ្យសព្វជាមួយនឹងគ្រឿងបន្ទាប់មកយើងដាក់ស្លឹកខ្ទឹមរបស់យើងហើយខ្ទឹមហ្នឹងគឺយើងដាក់យកពណ៌យកក្លិនហើយយករសជាតិដែរបើសិនបងប្អូនមានខ្ញីគឺកាន់តារសជាតិជ្រក់យើងគឺកាន់តាមកបែបទៀតកាន់តាឈ្ងុយហើយឆ្ងាញ់ហើយញ៉ាំទៅអត់តលាស់ទេបើសិនជាមានខ្ញីតែខ្ញុំអត់មានខ្ញីទេអញ្ចឹងគឺខ្ញុំធ្វើជ្រក់នេះគឺបាត់ខ្ញីមួយមុខដែរតែបើសិនជាដាក់ខ្ញីទៀតគឺកាន់តាអែមហើយមិញហ្នឹងគឺខ្ញុំភ្លក់ជ្រក់ទៅវាមើលទៅវារៀងស្ទើជាប៊ីចេងបន្តិចអញ្ចឹងខ្ញុំក៏រួចប៊ីចេងថែមទៅលើបន្តិចទៀតទៅតែសាមុនមុនគឺថាម្សៅស៊ុបហ្នឹងប៉ុណ្ណឹងហ្មងហើយតែដល់ពេលយើងភ្លក់ទៅគឺវារៀងស្ទើជាបន្តិចគឺខ្ញុំថែមប៊ីចេងបន្តិចចូលជាតិឲ្យអស់ហើយគឺខ្ញុំចាប់ផ្ដើមយកជ្រក់មកដាក់នៅក្នុងកន្លកែវរបស់យើងបើសិនជាបងប្អូនចង់ទុកជ្រក់បានយូរបងប្អូនគួរតែប្រើកែវប្រអប់កែវក៏បានឬមួយក៏កន្លកែវក៏បានដែរតែបើបងប្អូនដាក់ជាមួយនឹងជ្រក់កតោជ័រវាអាចជ្រក់របស់យើងទុកថ្ងៃពីរថ្ងៃនឹងធុំក្លិនណាតែបើសិនជាកែវហ្នឹងមុននឹងយើងយកមកដាក់ជ្រក់យើងក៏ត្រូវសោសទឹកក្តៅដែរបើសិនជាអត់សោសទឹកក្តៅទេពេលយើងធ្វើជ្រក់វាអាចនឹងដុះផ្សិតនេះគឺកែវបែបហ្នឹងដែលខ្ញុំដាក់ធ្វើជ្រក់ណាអញ្ចឹងកែវហ្នឹងគឺខ្ញុំបានស្រុះជាមួយទឹកក្តៅហើយគឺយើងស្រុះជាមួយទឹកក្តៅហើយបន្ទាប់មកបានយើងយកមកដាក់ជ្រក់របស់យើងអញ្ចឹងយើងទុកជ្រក់របស់យើងបានយូរហើយជ្រក់យើងអត់ធុំក្លិនទេហើយក៏អត់ដុះផ្សិតដែរហើយយើងញ៉ាំទៅមានសុខភាពដល់សុខភាពទៀតថងកន្លែងហ្នឹងស្ពៃក្តោបមានរសជាតិឆ្ងាញ់
ហ្នឹងគឺខ្ញុំចាប់ផ្ដើមចាប់ជ្រក់យើងចូលក្នុងកន្លកកែវតែម្ដងហើយខ្ញុំអធិស្ឋានមែនតើបងប្អូនសាប់វីដេអូរបស់ខ្ញុំធ្វើរៀងយូរដោយសារខ្ញុំខ្ញុំអត់កាត់ទេខ្ញុំទុកប្លង់តែធ្វើហ្នឹងគឺបង្ហាញបងប្អូនអរគ្នាខ្ញុំអត់បានរបៀបថាកាត់ប្លង់ចោលណាដោយសារនិយាយរួមខ្ញុំចង់ដាក់វីដេអូបែបពេញរៀងវែងបែបហ្នឹងដើម្បីបងប្អូនអរគ្នាអាចមើលពីការធ្វើលម្អិតអញ្ចឹងណាហើយខ្ញុំសូមការអធិស្ឋានមែនតើបើសិនជាខ្ញុំនិយាយទៅលើសលុបថងកន្លែងណាឬក៏ពាក្យសម្ដីកន្លែងណាដែលខ្ញុំនិយាយអត់ច្បាស់បងប្អូនអាចរិះគន់ដើម្បីស្ថាបនាអាចខមមិននៅខាងក្រោមវីដេអូខ្ញុំក៏បានដែរដើម្បីឲ្យខ្ញុំបានដឹងថាអូខ្ញុំខុសឆ្គងនៅថងកន្លែងនេះនៅថងកន្លែងនេះធ្វើកន្លែងនេះមិនសូវបានល្អជាងគឺខ្ញុំត្រូវកែវាទៀតដើម្បីឲ្យបងប្អូនអរគ្នាអាចទស្សនាវីដេអូសាក្រោយមើលទៅជក់ចិត្តជាងនឹងអីចឹងទៅម្ដងទៀតហូរធំមកចុះឯងទៅទូទីមកដល់ចុះអូដល់កាត់ចេញខ្លះអូខេណាមកចុះវាណែនហ្នឹងមកហើយហូរទៅដល់ហើយចេញមានខ្លះអូខេហើយមកកិនទៀតអានេះយើងដាក់នេះអានេះគឺហើយមួយហើយជ្រក់ស្វីកអោបឥឡូវយកកតោមួយទៀតទៅកតោយើងដាក់ទូទៅយើងដាក់កតោវាជាប្រភេទកតោថ្មនេះដាក់គាត់ហ្នឹងវារៀងច្រើនដែរដល់ពេលឥឡូវស្វីកដល់ច្រើនចឹងដល់ត្រូវថែមគីឡូមួយទៀតថែមគីឡូមួយទៅបន្តដាក់អស់បើយើងអត់ថែមទេគឺអត់ញាត់អត់អស់ទេអញ្ចឹងគឺខ្ញុំថ្ងៃហ្នឹងខ្ញុំធ្វើជ្រក់ស្វីក្តៅគឺបាន2គីឡូដែរអញ្ចឹងបើទុកញ៉ាំហើយបានជិត1ខែដែរហើយបើនិយាយរសជាតិវិញគឺឆ្ងាញ់បងប្អូនអាចសាកល្បងធ្វើតាមនឹងបានហើយសម្រាប់វីដេអូចែករំលែករបស់ខ្ញុំគឺខ្ញុំ
ចែកម្លែកពីការធ្វើជួនកាលរសជាតិយើងញ៉ាំប្រចាំផ្ទះរបស់យើងអញ្ចឹងទៅតែបងប្អូនអាចញ៉ាំរសជាតិបែបផ្សេងអញ្ចឹងទៅជាងបើសិនបងប្អូនភ្លក់ទៅខុសទៅរសជាតិអីអាចថែមថយតាមចំណង់ចំណូលចិត្តរបស់បងប្អូនតែអ្វីមួយដែលយើងចាប់កលឹះដែលយើងធ្វើជ្រក់នេះគឺយើងចង់ធ្វើជ្រក់ហ្នឹងឲ្យរៀងជូរហ្មងញ៉ាំហើយបន្តមកស្វ័យក្តោបយើងហ្នឹងវាឈប់ឆ្ងាញ់ចាហ្នឹងគឺវិធីសាស្ត្របើសម្រាប់រសជាតិគឺយើងអាចថែមថយតាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្តបាន Wow. ឈួតស្ពេកដោចាឥឡូវនេះវីដេអូដែលធ្វើជក់ស្ពៃក្តោបឲ្យស្រួយជូរមានរសជាតិឆ្ងាញ់គឺខ្ញុំបានបញ្ចប់ហើយខ្ញុំសូមអរគុណបងប្អូនអរគ្នាសម្រាប់ទស្សនាវីដេអូមួយនេះបើបងប្អូនចូលចិត្តបងប្អូនសូមបងប្អូនអាចនឹងជួយ Subscribe ម្នាក់មួយផងដែរសូមអរគុណច្រើនសូមជម្រាបលា